គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់ CH Auto បាទនៅក្នុងថ្ងៃនេះផងដែរខាង CH Auto បាននាំមកនូវរថយន្តថ្មីមួយគ្រឿងទៀតដែលជាប្រភេទរថយន្តដែលកម្រនឹងកាត់បានមែនតើបាទហើយចង់ដឹងទាំងអស់គ្នាថានៅខាងមុខបងប្អូននេះគឺជារថយន្តអ្វីបាទតោះយើងទៅមើលទាំងអស់គ្នាបាទនៅខាងមុខបងប្អូននេះគឺជាប្រភេទរថយន្ត Lexus RX 400H ដែលជាប្រភេទរថយន្ត Hybrid បាទជាប្រភេទរថយន្តមួយដែលសន្សំសំចៃទៅលើសាំងមែនតែនហើយរថយន្តមួយនេះផងដែរគឺជាប្រភេទរថយន្តប៉ុង2បាទពាក់កណ្ដាល full បងប្អូនទាំងអស់គ្នាប៉ុង2ដែលបំពាក់នៅលើរថយន្ត RX 400H នេះគឺខុសពីប៉ុង2ដែលបំពាក់នៅលើរថយន្ត RX 330ពីព្រោះថាប៉ុងដែលនៅខាងក្រោយនេះគឺវាមិនបានទាញកម្លាំងម៉ាស៊ីនពីខាងមុខឡើយបងប្អូនទាំងអស់គ្នាហើយវាក៏ជួយបង្កើនសន្ទុះនៃរថយន្តនៅពេលដែលបងប្អូនទាំងអស់គ្នាបង្កើនល្បឿនហើយប៉ុងនេះដែរក៏វាជាប្រភេទ Dynamo ដែលនៅពេលដែលបងប្អូនអ្នកគ្នារត់នៅលើផ្លូវលាតក៏វាជួយសាកទៅលើអាគុយ Hybrid ដូចនេះហើយប៉ុង2ដែលបំពាក់នៅលើរថយន្ត RX 400H គឺវាជួយសន្សំសំចៃទាំងប្រេងម៉ាស៊ីនក៏ដូចជាជួយបង្កើនសន្ទុះល្បឿននៃរថយន្តនេះផងដែរអញ្ចឹងនៅពេលដែលបងប្អូនអ្នកគ្នាបងប្អូនយើងមួយចំនួននៅពេលដែលគាត់មករកប្រភេទរថយន្ត RX 400H នេះគឺគាត់តែងតែមករកប្រភេទរថយន្តប៉ុង2តែម្ដងបាទបងប្អូនអ្នកគ្នាបើយើងនិយាយអំពីផិនភាគនៃរថយន្តនេះវិញបាទគឺប្រើប្រាស់ដោយម្ចាស់តែម្នាក់គត់ក៏ត្រឹមការនាំចូលមកក្នុងស្រុករបស់យើងបាទគឺប្រើប្រាស់តិចមែនតើរថយន្តមួយនេះហើយក៏មានការថែទាំពីម្ចាស់គាត់បានល្អមែនតើបាទហើយចំណែកឯទឹកថ្នាំវិញបងប្អូនអ្នកគ្នាអាចមើលត្រួសៗនៅវីដេអូដែលបងប្អូនបង្ហាញអញ្ចឹងបាទគឺទឹកថ្នាំមួយផ្ទាំងក៏អត់មានស្លោកដែរបងប្អូនអ្នកគ្នាទឹកថ្នាំនេះគឺ original មួយជុំតែម្ដងបើយើងនិយាយពីសាច់ដែកបងប្អូនអ្នកគ្នាបាទបើយើងនិយាយអំពីកាងទាំងមុខទាំងក្រោយវិញគឺជាអត់ផុតទេបាទពីការឆ្កូតបន្តិចបន្តួចអាហ្នឹងយើងអត់និយាយទេពីព្រោះថាកាងនេះគឺជាគ្រឿងជ័រទេបើយើងនិយាយអំពីសាច់ដែកវិញគឺអត់តន់បាញ់សូម្បីតែមួយផ្ទាំងបាទដោយវីដេអូដែលបង្ហាញទៅកាន់ពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងបាទគឺទឹកថ្នាំនេះគឺថេល្អមែនតើបងប្អូនអ្នកគ្នាអាចអញ្ជើញមកពិនិត្យដល់ទីតាំងរបស់បងប្អូនផ្ទាល់បានបាទបើយើងនិយាយអំពីការបុកប៉ះកាត់តឬមួយក៏ស្ងោរដូរពណ៌អីបងប្អូនអ្នកគ្នាបាទបើសិនជាបងប្អូនទាំងអស់គ្នាទិញយកទៅហើយបើមានគេប្រាប់ថារថយន្តនេះគឺមានការបុកប៉ះឬមួយក៏កាត់តមួយកណាត់អីបងប្អូនអ្នកគ្នាអាចបើកមកទីតាំងរបស់បងប្អូនផ្ទាល់បានខាងបងប្អូននឹងរាប់លុយជូនបងប្អូនអ្នកគ្នាវិញឲ្យគ្រប់ចំនួនតែម្ដងបាទអត់ឲ្យខ្វះសំបីតែមួយកាក់មួយសេនទេបាទគឺខាងបងប្អូនធានាថារថយន្តនេះគឺអត់មានបុកប៉ះឬមួយក៏កាត់តស្ងោរបដូរពណ៌អ្វីឡើយបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាបន្ទាប់ពីយើងបានកលេចមើលពិនិត្យទៅលើទឹកថ្នាំនៃរថយន្តនេះមួយជុំហើយបាទឥឡូវយើងកលេចមកមើលផ្នែកប្លុកម៉ាស៊ីនវិញម្ដងតើផ្នែកប្លុកម៉ាស៊ីននេះគឺនៅរក្សាភាព original បានកម្រិតណាបាទនៅពេលដែលយើងបើកកម្របម៉ាស៊ីនមកភ្លាមគឺយើងអាចកលេចទៅមើលតាមលេខកូដនៅថ្ពាល់ផ្នែកខាងស្ដាំបានបាទគឺនៅ original តែម្ដងបើយើងកលេចមកមើលសាច់ធ្នឹមនៅខាងមុខនេះវិញបាទសាច់ធ្នឹមនេះគឺអត់ទាន់បាត់កាយ៉ៅក៏អត់ទាន់បាត់ធ្នេសំបីតែបន្តិចទេបងប្អូនអ្នកគ្នាអត់ទាន់មានវាចឬមួយក៏កពិតអីកន្លែងណាទេបាទសាច់ធ្នឹមនេះគឺនៅស្អាតខ្លាំងមែនតែនបាទចំណែកឯសាច់ទឹកថ្នាំនៅតាមប្លុកម៉ាស៊ីនក៏ដូចជាតាមសាច់ថ្ពាល់នេះវិញបាទគឺអត់ទាន់មានស្លោកអត់ទាន់មានហើរពណ៌អីសំបីតែបន្តិចទេបងប្អូនអ្នកគ្នាបញ្ជាក់បានថាផ្នែកប្លុកម៉ាស៊ីននេះគឺនៅថ្មីខ្លាំងមែនតែនបាទជាក់ស្ដែងនៅតាមសាច់ម៉ាស៊ីនផ្ទាល់បងប្អូនគ្នាអាចមើលឃើញបានបាទគឺនៅពណ៌ទឹកប្រាក់តែម្ដងបងប្អូនអ្នកគ្នាគឺខ្ចៅទាំងសាច់ម៉ាស៊ីនអីគឺនៅថ្មីខ្លាំងមែនតែនបងប្អូនអ្នកគ្នាបាទបើយើងកលេចមើលប៉ុណ្ណឹងគឺយើងអាចបញ្ជាក់បានថារថយន្តនេះគឺអត់សូវប្រើប្រាស់អត់សូវរត់ក៏ដូចជានឿយអីទេពុកម៉ែបងប្អូនអ្នកគ្នាបាទសាច់ម៉ាស៊ីននេះគឺនៅរក្សាភាពថ្មីខ្លាំងមែនតែនបងប្អូនអ្នកគ្នាតោះបងប្អូនអ្នកគ្នាផ្នែកប្លុកម៉ាស៊ីននេះគឺយើងបានមើលរួចហើយបាទគឺនៅរក្សាភាពថ្មីខ្លាំងមែនតែនតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងកលេចមកមើលផ្នែកខាងក្នុងនៃរថយន្ត RX 400H នេះវិញម្ដងបាទតើនៅថ្មីកម្រិតណាបាទនៅពេលដែលយើងបើកទ្វារចូលមកដំបូងបងប្អូនអ្នកគ្នាបាទបងប្អូនអ្នកគ្នាអាចមើលតាមផ្នែកជញ្ជាំងនេះបានបាទផ្នែកជញ្ជាំងនេះគឺ original តែម្ដងបាទដែលអត់តន់មានការស្លោកឬមួយក៏ហើរពណ៌អីទេបាទសាច់ស្បែកពុកនៅតាមជញ្ជាំងនេះបាទបើយើងកលេចមកមើលស្បែកពុកនៅផ្នែកខាងក្នុងនេះវិញបងប្អូនអ្នកគ្នាកុំច្រឡំថាស្បែកពុកនេះដេរថ្មីស្បែកពុកនេះគឺជាស្បែកពុក original តែម្ដងបាទកម្រាលជើងខាងក្រោមនេះក៏យើងបានលេងឲ្យអស់ហើយបាទគឺយើងបំពាក់ទាំងខាងមុខទាំងខាងក្រោយតែម្ដងបងប្អូនអ្នកគ្នាហើយចំណែកឯកាមេរ៉ានៅលើតាបឡូនេះក៏យើងបានបំពាក់រួចហើយបងប្អូនអ្នកគ្នាបាទគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនអ្នកគ្នាផ្នែកខាងមុខនេះទាំងប្រអប់លេខក៏ដូចជាប៊ូតុងទាំងអស់នៅផ្នែកខាងមុខហ្នឹង
គឺនៅស្រស់ស្អាតខ្លាំងមែនតើគឺនៅថ្មីអត់តមានបាក់បែកទៅណាទេបងប្អូនអ្នកគ្នាបាទហើយនៅដំណើរការល្អទាំងអស់ហើយក៏យើងបានបំពាក់ទៅលើទូរទស្សន៍ដែរនៅផ្នែកខាងមុខហ្នឹងចំណែកឯផ្នែកខាងក្រោយវិញក៏យើងបានបំពាក់ទៅលើកាមេរ៉ាផ្នែកខាងក្រោយដែរបាទគឺបង្កភាពងាយស្រួលមែនតើសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាអាចយាយឡានចេញចូលក្នុងផ្ទះតាមក្នុងហាងក៏ដូចជាផ្សារទំនើបក៏ដូចជាចំណតណាដែលមានចតឡានច្រើនអីបងប្អូនអ្នកគ្នាបាទគឺបង្កភាពងាយស្រួលដល់ពុកម៉ែបងប្អូនអ្នកគ្នាមែនតើបាទអត់តន់អស់ទេពុកម៉ែបងប្អូនអ្នកគ្នាបើយើងកលែងមកមើលផ្នែកខាងក្រោយនេះវិញគឺស្រស់ស្អាតមែនតើហើយ space ក៏ធំទូលាយដែរបាទផ្នែកខាងក្រោយនេះដាក់សមាជិកគ្រួសារចំនួន3នាក់ទៀតក៏អត់តន់ទៅណាដែរបាទផ្នែកខាងក្រោយនេះគឺស័ក្តិសមមែនតើសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានសមាជិកគ្រួសារច្រើនតោះពុកម៉ែបងប្អូនអ្នកគ្នាយើងចង់ដឹងថាផ្នែកខាងក្រោយហ្នឹងគឺមានសភាពយ៉ាងណាទៅបាទស្រស់ស្អាតយ៉ាងណាហើយធំទូលាយយ៉ាងណាទៅតោះខាងប្អូននឹងនាំពុកម៉ែបងប្អូនគ្នាទៅមើលផ្នែកខាងក្រោយនេះបើយើងកលែងមកមើលផ្នែកខាងក្រោយនេះវិញបាទស្បែកពុកតាមជញ្ជាំងទ្វារទាំងសងខាងតែម្ដងនៅផ្នែកខាងក្រោយនេះគឺអត់តន់មានរហែកសំបីតែបន្តិចហើយក៏អត់មានបន្លាយដែរបងប្អូនគ្នាបាទហើយស្បែកពុកទាំង3ខ្លែបកៅអីនៅផ្នែកខាងក្រោយហ្នឹងបងប្អូនគ្នាបាទគឺ original តែម្ដងស្បែកពុកនេះគឺទន់ស្រួលអង្គុយមែនតើហើយអត់តន់មានរហែកសំបីតែមួយខ្លែបបាទចំណែកឯកម្រាល VIP វិញបាទក៏យើងបានបំពាក់នៅផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយហើយបាទហើយផ្នែកខាងក្រោយនេះក៏មានម៉ាស៊ីនត្រជាក់ដែរបងប្អូនគ្នាបាទគឺមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយហ្នឹងអញ្ចឹងរថយន្តនេះទាំងម៉ាស៊ីនត្រជាក់អីបងប្អូនគ្នាបាទចូលមកក្នុងឡានក្រោមកម្ដៅថ្ងៃចតហាក្ដៅចោលបាទតែមួយផ្លែទេបាទគឺត្រជាក់ស្រេបតែម្ដងបាទទៅលើម៉ាស៊ីនត្រជាក់ហ្នឹងបងប្អូនគ្នាអាចមកតេស្តសាកល្បងនៅទីតាំងបងប្អូនផ្ទាល់បានបាទចង់ដឹងថាម៉ាស៊ីនត្រជាក់ហ្នឹងត្រជាក់ដូចបងប្អូននិយាយអត់បាទបងប្អូនគ្នាអាចអញ្ជើញមកតេស្តនៅទីតាំងរបស់បងប្អូនផ្ទាល់បានបាទបើយើងនិយាយអំពីស្បែកពុកវិញបងប្អូនគ្នាមិនថាស្បែកពុកនៅតាមកៅអីនេះទេបាទស្បែកពុកនៅតាមជញ្ជាំងក៏ដូចជាស្បែកពុកនៅតាមផ្នែកដំបូលខាងលើអីបងប្អូនគ្នាគឺនៅស្រស់ស្អាតមែនតើបាទអត់តន់មានប្រឡាក់អត់តន់មានអីទេបាទស្បែកពុកនៅផ្នែកខាងក្នុងនេះគឺទាំងអស់តែម្ដងបាទគឺសរុបមកគឺម្ចាស់ពីមុនហ្នឹងគឺគាត់ប៉ិនថែទាំមែនតើបាទគឺគាត់ឧស្សាហ៍នៅក្នុងការបោកពុកលាងសម្អាតមិនថាបោកពុកខាងក្នុងក៏ដូចជាលាងសម្អាតនៅខាងក្រៅទេបាទគឺម្ចាស់គាត់ហ្នឹងគឺគាត់បានប្រាប់បងប្អូនថាគឺគាត់អាសាលាងសម្អាតមែនតើបាទមួយអាទិត្យអីគឺគាត់លាង2ដងឯណោះបងប្អូនអ្នកគ្នាចំណុចពិសេសនៃរថយន្តមួយគ្រឿងនេះបាទ RX 400H ហ្នឹងគឺអត់តន់អស់ត្រឹមហ្នឹងទេបាទចំណុចពិសេសមួយទៀតនោះគឺរថយន្តនេះគឺជាប្រភេទរថយន្តបើកដំបូលបាទរថយន្តដែលប្រើប្រាស់ជាលក្ខណៈគ្រួសារអត់បើកដំបូលមិនដេចនឹងកើតបាទដែលដំបូលនេះគឺដំណើរការល្អមែនតើបាទទាំងការបិទទាំងការបើកអីអញ្ចឹងគឺល្អមែនតើសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលទិញរថយន្តនេះទៅប្រើប្រាស់ជាលក្ខណៈគ្រួសារបាទជាប្រភេទរថយន្ត hybrid ទាំងសន្សំសំចៃសាំងទាំងកម្លាំងម៉ាស៊ីនស្ទុះហើយអ្វីដែលកាន់តែពិសេសនោះបាទគឺទៅលើភិនភាគរថយន្តនឹងតែម្ដងដែលខាងប្អូនបានបង្ហាញទៅកាន់ពុកម៉ែបងប្អូនគ្នាអាចឃើញជាក់ស្ដែងនៅក្នុងវីដេអូនឹងអញ្ចឹងបាទគឺភិនភាគទាំងផ្នែកខាងក្នុងទាំងផ្នែកខាងក្រៅគឺនៅស៊ីនទាំងអស់បងប្អូនគ្នាបាទគឺនៅ original ទាំងអស់តែម្ដងផ្នែកខាងក្នុងនេះក៏នៅថ្មីឯផ្នែកខាងក្រៅហ្នឹងក៏នៅថ្មីដូចគ្នាបាទសាច់ទឹកថ្នាំហ្នឹងគឺនៅ original មួយជុំតែម្ដងបើយើងរាប់តែសាច់ដែកបងប្អូនគ្នាបាទចំណែកឯកាងរថយន្តអីគឺយើងមិនបាច់រាប់ក៏បានដែរវាជាធម្មតាហើយបាទរថយន្តមកទឹកតែតែមានការបាញ់កាងទាំងមុខទាំងក្រោយអញ្ចឹងហើយពីព្រោះថាការប្រើប្រាស់អាយុកាលនៃរថយន្តនេះក៏ច្រើនឆ្នាំដែរបាទហើយភិនភាគនៅរក្សាបានប៉ុណ្ណឹងគឺរាប់ចាប់ទុកថាជាប្រភេទរថយន្តដែលកម្រនឹងរកបានមែនទែនបងប្អូនអរគ្នាចំណុចមួយទៀតដែលធ្វើឲ្យរថយន្តមួយនេះកាន់តែពិសេសនោះគឺរថយន្តនេះគឺជាប្រភេទរថយន្ត hybrid ហើយមានប៉ុង2ហើយកម្លាំងម៉ាស៊ីននៃរថយន្តនេះគឺស្ទុះខ្លាំងមែនទែនហើយថែមទាំងជួយសន្សំសំចៃទៅលើប្រេងម៉ាស៊ីនទៀតពីព្រោះថារថយន្តនេះគឺជាប្រភេទរថយន្ត hybrid អញ្ចឹងហើយធ្វើឲ្យបងប្អូនអរគ្នាយើងជាច្រើនមែនទែនស្វែងរកមានតម្រូវការទៅលើរថយន្តមួយនេះបាទចំណែកឯចំណុចពិសេសមួយទៀតនោះបាទគឺសម្បកកង់រថយន្តនេះគឺម្ចាស់គាត់ទៅតែផ្លាស់ប្ដូរប្រហែលខែនេះទេបាទអញ្ចឹងហើយសម្បកកង់នេះគឺក្រាស់មែនទែនបងប្អូនអរគ្នាទិញយកទៅប្រើប្រាស់គឺអស់បារម្ភនៅក្នុងការផ្លាស់ប្ដូរសម្បកកង់ហើយបាទគឺសម្បកកង់នេះគឺនៅកន្លាក្រាស់មែនទែនបាទបងប្អូនអរគ្នាកុំឲ្យខាត់ពេលបងប្អូនអរគ្នាយូរឥឡូវយើងកលែងមកមើលផ្នែកខាងក្រោយនេះវិញម្ដងបាទយើងចង់ដឹងថាផ្នែកខាងក្រោយនេះគឺមានសភាពធំទូលាយអត់ហើយសាច់ដែកនៅផ្នែកខាងក្រោយនេះមិនដែរបាទឥឡូវបើយើងចាប់អារម្មណ៍មុនគេបាទគឺយើងចាប់អារម្មណ៍ទៅលើសាច់ដែកនៅតាមតាគៀកនៅផ្នែកខាងក្រោយនេះវិញម្ដងបាទគឺថ្នេរអីគឺនៅ original តែម្ដងហើយបងប្អូនគ្នាអាចចាប់អារម្មណ៍ទៅលើខ្ចៅបានបាទខ្ចៅនេះគឺអត់តមានច្រេះសំបីតែមួយគ្រាប់បើយើងនិយាយអំពីផ្នែកតាគៀកនៃរថយន្តនេះទាំងសងខាងបាទគឺអត់តមានខូចថ្នេរសំបីតែបន្តិចទេបាទ
ចំណែកឯផ្នែកខាងក្រោយនេះវិញបាទគឺធំទូលាយមែនទែនបាទបើយើងដាក់វ៉ាលីចំនួន5 6 7វ៉ាលីទៀតក៏អត់ទាន់ទៅណាដែរបាទហើយចំណែកឯកម្រាលក៏ដូចជាស្បែកតាមជញ្ជាំងនៃរថយន្តនេះផ្នែកខាងក្រោយនេះវិញបាទគឺអត់ទាន់មានប្រឡាក់អត់ទាន់មានរហែកសូម្បីតែបន្តិចទេបាទស្បែកពុកនៅផ្នែកខាងក្រោយនេះបងប្អូនអ្នកគ្នាបាទអត់សូវចាញ់ផ្នែកខាងមុខមិញទេស្បែកពុកនៅផ្នែកខាងក្រោយនេះគឺនៅរក្សាភាពថ្មីខ្លាំងមែនទែនដែលបងប្អូនអ្នកគ្នាអាចមើលជាក់ស្ដែងនៅតាមវីដេអូនឹងបានបងប្អូនអ្នកគ្នាបើយើងនិយាយអំពីផិនភាគនៃរថយន្តនេះវិញបាទក្រោយពីប្អូនបានរាយរាប់ជូនពុកម៉ែបងប្អូនអ្នកគ្នាហើយបាទផិនភាគនៃរថយន្តនេះគឺបានមួយចប់តែម្ដងរួមទាំងលក្ខណៈសម្បត្តិដែលខាងប្អូនបានរាយរាប់អំពីរថយន្តនេះវិញបាទដែលរថយន្តប្រភេទ RX 400H មួយគ្រឿងនេះបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាអាចយកទៅរត់នៅផ្លូវក្នុងក្រុងយើងក៏បានដោយមិនចាំបាច់ភ័យបារម្ភថារថយន្ត RX 400H នេះគឺស៊ីសាំងអីទេពីព្រោះថារថយន្ត RX 400H នេះគឺជាប្រភេទរថយន្ត Hybrid អញ្ចឹងគឺវាជួយសន្សំសំចៃទៅលើប្រេងម៉ាស៊ីនខ្លាំងមែនតើចំណែកឯពុកម៉ែបងប្អូនអ្នកគ្នាយកទៅរត់នៅតាមផ្លូវបណ្ដាខេត្តនានាក៏អត់ចាំបាច់ភ័យថាជាប្រភេទរថយន្តមួយដែលមានកម្លាំងម៉ាស៊ីនខ្សោយអត់អាចរត់តាមបណ្ដាខេត្តអីបានដែរពីព្រោះថារថយន្តនេះគឺជាប្រភេទរថយន្តដែលមានកម្លាំងម៉ាស៊ីនស្ទុះខ្លាំងមែនតើហើយក៏ជាប្រភេទរថយន្តប៉ុង2ទៀតអញ្ចឹងឧបសគ្គផ្លូវបែបណាក៏ប្រភេទរថយន្តប៉ុង2អាចទប់លំនឹងបានស្រួលដែរអញ្ចឹងគឺរថយន្តនេះគឺអាចជូនពុកម៉ែបងប្អូនគ្នាទៅដល់ទីតាំងដោយមានសុវត្ថិភាពតែម្ដងបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាដែលមានចំណាប់អារម្មណ៍មកលើរថយន្ត Lexus RX 400H ស៊េរីឆ្នាំ2006ដែលជាប្រភេទរថយន្ត Hybrid មួយគ្រឿងនេះពុកម៉ែបងប្អូនអ្នកគ្នាអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំង3ខ្សែដែលខាងប្អូនបានដាក់នៅលើ caption post ខាងលើហ្នឹងឬមួយក៏ពុកម៉ែបងប្អូនអ្នកគ្នាមានចំណាប់អារម្មណ៍ចង់សាកសួរបន្ថែមអំពីព័ត៌មាននៃរថយន្តមួយគ្រឿងនេះពុកម៉ែបងប្អូនអ្នកគ្នាអាចធ្វើការ inbox សាកសួរមកកាន់ page Facebook របស់បងប្អូនផ្ទាល់បានបាទហើយមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនគ្នាដែលមានតម្រូវការសម្រាប់ការបង់រំលោះខាងប្អូនក៏មានដៃគូសហការទៅលើការបង់រំលោះដែរដែលបងប្អូនគ្នាធ្វើការចូលរួមមុនត្រឹមតែ 5% តែប៉ុណ្ណោះបងប្អូនគ្នាអាចយករថយន្តនេះទៅប្រើប្រាស់បានបាត់ទៅហើយសម្រាប់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនគ្នាអាចធ្វើការ inbox សាកសួរបន្ថែមទៅលើការបង់រំលោះមួយនេះជាចុងក្រោយបងប្អូនសូមអរគុណមែនទែនទៅដល់ពុកម៉ែបងប្អូនគ្នាដែលតាមដានវីដេអូបង្ហាញអំពីរថយន្ត Lexus RX 400H មួយនេះបាទសូមអរគុណ